ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានបងអាយមួយមុខដើម្បីមកបង្ហាញជូនបងប្អូនចានោះគឺនំល្ពៅចំហុយជាមួយនឹងខ្ទិះដូងចានំល្ពៅចំហុយជាមួយនឹងខ្ទិះដូងនេះគឺឆ្ងាញ់មួយបែបម្នាក់ពីនំចេកចំហុយជាមួយនឹងខ្ទិះដូងចាគឺសាច់ម្សៅវាស្អិតល្មួតញ៉ាំហើយគឺចង់ញ៉ាំទៀតចាអញ្ចឹងសូមអញ្ជើញបងប្អូនទៅតាមដានជាមួយនឹងខ្ញុំទាំងអស់គ្នានេះខ្ញុំមានល្ពៅនេះខ្ញុំយកវាទៅកាត់ដុំល្ពៅហ្នឹងមានចំនួន500ក្រាមស្មើនឹង5ខាំហើយខ្ញុំយកវាទៅចំហុយចាខ្ញុំដាក់ចំហុយវារយៈពេល25នាទីចាឥឡូវហ្នឹង25នាទីក្រោយមកហើយបងប្អូនគឺសាច់ល្ពៅឆ្អិនល្អមែនតើខ្ញុំយកវាទៅសង្កត់ឬក៏កិនអ្វីជាមួយនឹងអ្វីមួយដើម្បីវាម៉ត់ល្អចាខ្ញុំយកវាទៅចាក់នៅក្នុងកូនចាញ់ដែកជ្រៅមួយហើយខ្ញុំយកសមហ្នឹងសង្កត់វាបន្ទាប់ពីល្ពៅរបស់ខ្ញុំបានសង្កត់វាម៉ត់ល្អហើយខ្ញុំថែមស្ករសហ្នឹងមានចំនួនខ្ញុំដាក់វា5ស្លាបព្រាបាយចាហើយបន្ទាប់មកខ្ញុំថែមម្សៅឆាហ្នឹងចំនួន180ក្រាមហើយម្សៅអង្ករចំនួន75ក្រាមហើយត្រង់កន្លែងនេះខ្ញុំបានចាក់ខ្ទិះដូងចូលបងប្អូនប៉ុន្តែខ្ញុំភ្លេចថតខ្ទិះដូងហ្នឹងមានចំនួន500មីលីលីត្រស្មើនឹងកន្លះលីត្រណារួចហើយខ្ញុំថែមអំបិលបន្តិចបន្ទាប់មកខ្ញុំកូរវាចូលគ្នាឲ្យសព្វទើបខ្ញុំយកវាទៅកិនចូលគ្នាឲ្យម៉ត់ល្អចាគឺម៉ត់បែបហ្នឹងបងប្អូនសាច់ម្សៅកុំឲ្យវារាវពេកហើយកុំឲ្យវាខាប់ពេកបន្ទាប់ពីខ្ញុំកិនម្សៅបានម៉ត់ល្អហើយខ្ញុំចាប់ដើមយកកូនថាសមួយហើយលាបប្រេងវាដើម្បីយកវាទៅចំហុយចាលាបប្រេងបែបហ្នឹងគឺវាអត់ស្អិតជាប់សាច់នំជាមួយនឹងថាសចាហើយខ្ញុំចាំសាច់ម្សៅចូលបន្ទាប់មកខ្ញុំយកវាទៅចំហុយរយៈពេល25នាទីទៅ35នាទីចាពេលចំហុយហ្នឹងបងប្អូនត្រូវរកកណាត់មួយដើម្បីរុំនឹងគម្របចាដើម្បីកុំឲ្យទឹកហ្នឹងហៀរចូលក្នុងនំរបស់យើងឥឡូវល្ពៅរបស់ខ្ញុំជិតឆ្អិនហើយអញ្ចឹងខ្ញុំទុកវាមួយឡែកសិនខ្ញុំចាប់ដើមមកលាយម្សៅដើម្បីយកទៅចាក់ពីលើវាខ្ញុំមានម្សៅឆាហ្នឹងចំនួន60ក្រាមម្សៅអង្ករមានចំនួន100ក្រាមខ្ទិះដូងហ្នឹងមានចំនួន130មីលីលីត្រទឹកមានចំនួន450មីលីលីត្រហើយស្ករមានចំនួន120ក្រាមប៉ុន្តែខ្ញុំភ្លេចថតណាបងប្អូនរួចហើយខ្ញុំថែមអំបិលបន្តិចបន្ទាប់មកខ្ញុំយកទឹកដូងដែលខ្ញុំលាយហ្នឹងយកទៅចាក់ពីលើល្ពៅដែលឆ្អិនហើយខ្ញុំចាក់វារហូតពេញហើយបន្ទាប់មកខ្ញុំដាក់ចំហុយវាបន្តរយៈពេល25ទៅ30នាទីថែមទៀតចាឥឡូវនេះឆ្អិនល្អហើយបងប្អូនកន្លះម៉ោងក្រោយមកគឺនំល្ពៅរបស់ខ្ញុំបានឆ្អិនល្អបន្ទាប់មកខ្ញុំយកវាទៅទុកឲ្យត្រជាក់ទើបចាប់ដើមកាត់វាចាហើយនំល្ពៅនេះដែរបងប្អូនពេលដែលខ្ញុំយកវាទៅទុកក្នុងទូទឹកកកមួយយប់ហើយស្អែកឡើងញ៉ាំគឺរឹតតែឆ្ងាញ់វាអត់ស្អិតល្មួតអត់ទន់ពេកណាចាអរគុណច្រើនបងប្អូនដែលបានតាមដានវីដេអូរបស់ខ្ញុំរហូតដល់ចប់ហើយសូមជួយចុច follow page ម្នាក់មួយផងដើម្បីទទួលវីដេអូថ្មីជារៀងរាល់ថ្ងៃ